សូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមលើកយកជំងឺឆ្កែឆ្កួតយកមកបង្ហាញជូនខ្ញុំនឹងបង្ហាញជូនទាក់ទងនឹងសេចក្តីផ្ដើមការចម្លងរោគសញ្ញានៃជំងឺឆ្កែឆ្កួតការធ្វើរោគវិនិច្ឆ័យការព្យាបាលក្រោយឆ្កែខាំនិងការបង្ការជំងឺនេះនៅលើពិភពលោកយើងនេះជារៀងរាល់9នាទីមានមនុស្សម្នាក់ស្លាប់ដោយសារជំងឺឆ្កែឆ្កួតហើយមានប្រជាជនជាង59,000នាក់បានបាត់បង់ជីវិតដោយសាររោគឆ្កែឆ្កួតនេះជារៀងរាល់ឆ្នាំហើយក្នុងចំណោមអ្នកស្លាប់99%គឺគាត់បានឆ្លងមេរោគដ៏សាហាវនេះពីឆ្កែនៅក្នុងស្រុកពីសត្វឆ្កែដែលបងប្អូនចិញ្ចឹមរាល់ថ្ងៃជំងឺឆ្កែឆ្កួតគឺជាជំងឺឆ្លងដែលបង្កឡើងដោយពពួកវីរុសដែលមានឈ្មោះថា Lisa virus ជនរងគ្រោះដោយឆ្កែខាំឬក៏សត្វដែលមានជំងឺឆ្កែឆ្កួតខាំបើទុកបណ្ដោយរហូតដល់ស្ដែងចេញជារោគសញ្ញានៃជំងឺឆ្កែឆ្កួតគឺស្លាប់100%គ្មានវិធីសាស្ត្រសង្គ្រោះជីវិតបាននោះទេប៉ុន្តែបើមិនទាន់មានស្ដែងចេញជារោគសញ្ញានៃជំងឺឆ្កែឆ្កួតគឺយើងមានវិធីសង្គ្រោះជីវិតបាន100%ផងដែរដោយប្រើប្រាស់វិធីសាស្ត្រ Rabies Post Exposure Prophylaxis ឲ្យបានត្រឹមត្រូវឲ្យបានទាន់ពេលវេលាមេរោគបង្កជំងឺឆ្កែឆ្កួត Rabies virus ឬក៏ Lisa virus ហ្នឹងគឺឆ្លងតាមរយៈទឹកមាត់នៃសត្វដែលមានការបង្ករោគដោយមេរោគបង្កជំងឺឆ្កែឆ្កួតដូចជាឆ្កែឆ្មាឆ្កែចចកកំប្រុកស្កាប្រចៀវជ្រឹងកណ្ដុរទន្សាយលាក់និងលាក់ហើយមេរោគហ្នឹងឆ្លងមកមនុស្សយើងតាមរយៈការខាំការខ្វាចក្រញ៉ៅការលិតទៅលើស្បែកដែលដាច់រលាត់ការប៉ះពាល់មួយកើភ្នៀកស្ដើងដូចជានៅក្នុងមាត់ក្នុងច្រមុះភ្នែកហើយអាចឆ្លងតាមរយៈការលិតមាត់លិតអណ្ដាតលិតភ្នែកជាចឹងគុំអនុញ្ញាតឲ្យសត្វចិញ្ចឹមរបស់អ្នកហ្នឹងមកលិតមាត់ឬក៏អ្នកគុំលិតមាត់ឆ្កែពីព្រោះវាអាចឆ្លងមេរោគឆ្កែឆ្កួតបើសិនជាឆ្កែយើងមានផ្ទុកមេរោគហើយការខ្វាចក្រញ៉ៅពីសត្វឆ្កែសត្វឆ្មាហ្នឹងក៏អាចចម្លងមេរោគដែរពីព្រោះសត្វទាំងអស់ហ្នឹងវាចូលចិត្តលិតក្រចករបស់វាហើយបើទឹកមាត់ឆ្កែឆ្មាឬក៏សត្វផ្សេងៗដែលមានមេរោគហ្នឹងវាមានផ្ទុកមេរោគហ្នឹងវាមកប្រឡាក់ប្រឡោះនៅក្រចកនៅក្រញ៉ាំរបស់វាហ្នឹងមកខ្វាចយើងមកធ្វើឲ្យស្បែកយើងដាច់រលាត់ហ្នឹងគឺវាអាចចម្លងមេរោគឆ្កែឆ្កួតមកក្នុងខ្លួនមនុស្សយើងបានយ៉ាងស្រួលអញ្ចឹងកុំលិតមាត់ឆ្កែមេរោគបង្កជំងឺឆ្កែឆ្កួតហ្នឹងវាអត់ឆ្លងតាមរយៈការប៉ះពាល់ឈាមទឹកនោមឬក៏លាមកនោះទេហើយក៏វាអត់ឆ្លងតាមរយៈខ្យល់ដែរប៉ុន្តែលើកលែងតែខ្យល់នៅក្នុងមន្ទីរពិសោធន៍ខ្យល់នៅក្នុងរូងប្រជៀវលអាងប្រជៀវគឺអាចឆ្លងមេរោគនេះដែរប៉ុន្តែធ្វើការឆ្លងហ្នឹងគឺដោយកម្រមនុស្សយើងនៅពេលដែលត្រូវបានសត្វឆ្កែឬក៏សត្វដែលមានមេរោគជំងឺឆ្កែឆ្កួតខាំមេរោគបានចូលទៅក្នុងជាលិការបស់មនុស្សយើងតាមរយៈទឹកមាត់ហើយវាបានធ្វើការបំបែកខ្លួនបង្កើតកូនចៅនៅក្នុងកោសិកាសាច់ដុំនៅជិតកន្លែងខាំហើយកាលណាវាមានចំនួនកាន់តែច្រើនវានាំគ្នាធ្វើដំណើរឆ្ពោះទៅប្រព័ន្ធប្រសាទកណ្ដាលទៅខួរក្បាលតាមរយៈសរសៃប្រសាទជើងខាងឆ្លងចូលទៅដល់ខួរឆ្អឹងហើយបន្ទាប់មកមេរោគទាំងអស់នោះបានទៅដល់ខួរក្បាលទៅដល់ខួរក្បាលវាបង្កឲ្យមានជំងឺរលាកខួរក្បាលដល់ផ្ដាច់ផ្ដាល់ជីវិត Fatal Encephalitis បន្ទាប់មកមេរោគទាំងអស់នេះចូលទៅដល់ក្រពេញទឹកមាត់និងឆ្លងចូលទៅដល់សរីរាង្គផ្សេងៗទៀតរបស់ជនរងគ្រោះincubation period នៃមេរោគបង្កជំងឺឆ្កែឆ្កួតជាទូទៅមានរយៈពេលពី2ទៅ3ខែក្រោយសត្វខាំ incubation period ហ្នឹងគឺរយៈពេលមួយរាប់ចាប់ពីមេរោគឆ្កែឆ្កួតបានឆ្លងចូលទៅក្នុងខ្លួនមនុស្សយើងរហូតដល់ស្ដែងចេញជារោគសញ្ញានៃជំងឺឆ្កែឆ្កួតជាទូទៅមានរយៈពេល2ទៅ3ខែប៉ុន្តែអាចលឿនជាងហ្នឹងរហូតដល់តិចជាមួយសប្តាហ៍ឬក៏អាចយូរជាងហ្នឹងរហូតដល់លើសពី1ឆ្នាំអាស្រ័យទៅលើកន្លែងនៃសត្វខាំអាស្រ័យទៅលើបរិមាណមេរោគដែលបានឆ្លងចូលបើកន្លែងសត្វខាំហ្នឹងជិតក្បាលអញ្ចឹងរយៈពេល incubation period ហ្នឹងមានរយៈពេលឆាប់បើបរិមាណមេរោគហ្នឹងឆ្លងចូលច្រើនអញ្ចឹង incubation period ហ្នឹងក៏វាលឿនទៅតាមនឹងដែរអញ្ចឹងហើយមានសំណួរជាច្រើនសួរថាតើពេលណាដែលធ្វើការព្យាបាលក្រោយសត្វខាំតាមវិធីសាស្ត្រ Rabies Post Exposure Prophylaxis ហ្នឹងបានល្អចម្លើយគឺធ្វើកាន់តែឆាប់កាន់តែល្អបំផុតកុំរងចាំរហូតដល់មានស្ដែងចេញជារោគសញ្ញាយើងដឹងហើយកាលណាស្ដែងចេញជារោគសញ្ញាគឺគ្មានវិធីសាស្ត្រសង្គ្រោះជីវិតជនរងគ្រោះបាននោះទេហើយអាស្រ័យទៅលើ window period វាមានរយៈពេលប្រែប្រួលចាប់ពីតិចជាមួយសប្តាហ៍រហូតដល់ជា1ឆ្នាំចឹងហើយបើយើងធ្លាប់សត្វខាំធ្លាប់ឆ្កែខាំហើយសង្ស័យថាអាចឆ្លងមេរោគបង្កជំងឺឆ្កែឆ្កួត6ខែ8ខែឬក៏1ឆ្នាំក្រោយចង់ប្រើប្រាស់វិធីសាស្ត្រ Rabies Post Exposure Prophylaxis ហ្នឹងក៏អាចធ្វើបានដែរព្រោះដើម្បីបញ្ជៀសហានិភ័យនៃការបាត់បង់ជីវិតដោយជំងឺឆ្កែឆ្កួតបើឆ្កែលើកមុនខាំហ្នឹងវាអត់មានមេរោគក៏វិធីសាស្ត្រប៉បនេះក៏អាចជួយបង្ការការសត្វខាំនៅថ្ងៃក្រោយបានដែរពីព្រោះមនុស្សខ្លះឆ្វាត់នឹងឆ្កែខាំតិចឆ្កែខាំទៀតអញ្ចឹងហើយយើងធ្វើប៉បបានម្ដងហ្នឹងគឺអាចជួយបង្ការជំងឺឆ្កែឆ្កួតទៅថ្ងៃក្រោយបានទៀតទៅអនាគតបានទៀតរោគសញ្ញានិងការវិវត្តនៃជំងឺឆ្កែឆ្កួតចំពោះមនុស្សលោកយើងគឺចែកចេញជា3ដំណាក់កាលដំណាក់កាលទី1យើងហៅថា prodromal stage ដំណាក់កាលទី2 acute neurological stage និងដំណាក់កាលទី3ដំណាក់កាលសន្លប់និងមរណភាពឆ្កែឆ្កួតដំណាក់កាលទី1គឺ prodromal stage មានរយៈពេលពី2ទៅ10ថ្ងៃហើយចេញជាសញ្ញា paresthesia គឺមានការស្ពឹកស្រពន់ចាក់ឈីបចាក់ស្គៀបសគាឬក៏មានអារម្មណ៍ក្តៅក្រហាយនៅកន្លែងដែលឆ្កែខាំកន្លែងដែលសត្វខាំ
មានរោគសញ្ញា flu-like symptom រោគសញ្ញាដូចផ្ដាសាយដែរក្តៅខ្លួនឈឺក្បាលឈឺសាច់ដុំឈឺបំពង់កកជាប់ជានិច្ចនិងមានអស់កម្លាំងហត់ល្ហៃហើយមានរោគសញ្ញានៅម្ដុំកាពះពោះវៀនដែរដូចជាក្អួតចង្អោរបាត់បង់ចំណង់អាហារចូលដល់ដំណាក់កាលទី2គឺ acute neurological stage ហើយចែកជា2សន្តានចែកជា2ទម្រង់ទី1នៃជំងឺឆ្កែឆ្កួតហ្នឹងមានរហូតដល់ 80% នៃករណីគឺ Furious Rabies និងទម្រង់ទី2 Paralytic Rabies មាន 20% នៃករណីអ្នកជំងឺឆ្កែឆ្កួតទាំងអស់រោគសញ្ញាក្នុងដំណាក់កាលទី2 acute neurological stage ក្នុងទម្រង់ Furious Rabies ដែលមាន 80% នៃករណីហ្នឹងគឺមាន hydrophobia ខ្លាចទឹកនៅពេលដែលអ្នកជំងឺគាត់មានបំណងចង់ផឹកទឹកឬគ្រាន់តែឃើញទឹកហ្នឹងសាច់ដុំគាត់ហ្នឹងកន្ត្រាក់រឹងភ្លាមតែម្ដងជាពិសេសសាច់ដុំនៅបំពង់កដែលធ្វើឲ្យអ្នកជំងឺបែកពពុះមាត់ដោយសារគាត់មិនអាចផឹកទឹកឬក៏លាបទឹកមាត់គាត់បាន aerophobia គឺអ្នកជំងឺខ្លាចខ្យល់បើអ្នកខ្យល់ត្រជាក់មកប៉ះរាងកាយធ្វើឲ្យគាត់កន្ត្រាក់សាច់ដុំឡើងរឹងភ្លាមផងដែរ extreme agitation បើអ្នកជំងឺមិនអាចនៅស្ងៀមបានទេគាត់លេះឡាស់រត់ត្រេកចុះត្រេកឡើងប្រកាច់ប្រកិនតែម្នាក់គាត់ហ្នឹងហើយមានអារម្មណ៍វង្វេងវង្វាន់ confusion hallucination មានការភ័ន្តវិញ្ញាណបើអ្នកគាត់អាចមើលឃើញព្រំមើលឃើញទេវតាមើលឃើញព្រះអិនអីមករកគាត់ឬក៏ឃើញបិសាចខ្មោចព្រាយហ្នឹងដែលមនុស្សយើងធម្មតាអត់មានជំងឺឆ្កែឆ្កួតហ្នឹងមើលអត់ឃើញទេឬក៏គាត់ស្ដាប់ឮសំឡេងអីមកនិយាយមួយគាត់ជេរគាត់អីជាដើមហើយអាចមានដំណាក់កាលគាត់ស្ងប់ម្ដងដែរហើយបន្តទៅមួយទៀតគឺ excessive saliva គឺគាត់មានហូរទឹកមាត់ច្រើនហៀទឹកមាត់ខ្លាំងបែកញើសហើយប្រស្រីភ្នែកគាត់ហ្នឹងគឺរីកធំដំណាក់កាលទី2ដែរគឺក្នុងទម្រង់ paralytic rabies មាន 20% នៃករណីគឺអ្នកជំងឺមិនអាចายទេសិនទៀតទេក្នុងទម្រង់នេះគឺជាទម្រង់ progressive paralytic បាទអ្នកជំងឺទៅជាទន់ខ្វិនជាពិសេសគាត់ចាប់ផ្ដើមខ្វិនទន់លើកដៃលើកជើងមិនរួចហ្នឹងនៅកន្លែងដែលសត្វខាំហ្នឹងមុនគេជើងដែលខាំហ្នឹងគាត់លើកឡើងរួចហើយការទន់ខ្វិនហ្នឹងវាចាប់ផ្ដើមឡើងទៅលើទៅហើយវាទៅដល់ខ្លួនទូទាំងខ្លួនតែម្ដងអ្នកជំងឺមិនអាចកម្រើកខ្លួនបានទេទន់ដៃទន់ជើងហើយចូលដល់ដំណាក់កាលសន្លប់ប៉ុន្តែវារៀងសន្លប់ហ្នឹងក្នុងសភាពយឺតជាងបើប្រៀបធៀបទៅទម្រង់ Furious Rabies ដំណាក់កាលមួយទៀតគឺចុងក្រោយគឺដំណាក់កាលមរណៈមិនថាទម្រង់ Furious ឬក៏ Paralytic Rabies ទេគឺចុងបញ្ចប់គឺអ្នកជំងឺគឺខូចខួរក្បាលទាំងអស់ទាំងពីរទម្រង់ហ្នឹងចូលដល់អ្នកជំងឺប្រកាច់ហើយសន្លប់ហើយអាចស្លាប់នៅក្នុងកំឡុង 2-3 ថ្ងៃបន្ទាប់ពីរោគសញ្ញា neurological symptom នឹងចាប់ផ្ដើមដោយសារគាំងបេះដូងនិងគាំងដង្ហើម What to do if exposed តើត្រូវធ្វើអ្វីបើសិនបើប្រឈមបើសិនបើឆ្កែខាំឬក៏សត្វដែលមានមេរោគបង្កជំងឺឆ្កែឆ្កួតខាំក្រោយពីសត្វខាំបើយោងទៅតាមអង្គការសុខភាពពិភពលោកយើងត្រូវធ្វើ rabies post exposure prophylaxis ភ្លាមទី1យើងត្រូវលាងសម្អាតមុខរបួសកន្លែងដែលសត្វខាំហ្នឹងជាមួយទឹកនិងសាប៊ូរយៈពេល15នាទីបន្ទាប់មកយើងជូតឲ្យស្ងួតហើយលាបបេទីឌីនគុំដេមុខរបួសបើសិនជាមុខរបួសយើងមិនមានការហូរឈាមខ្លាំងហើយបន្ទាប់មកទៅរកការចាក់វ៉ាក់សាំងឬក៏ចាក់ human immunoglobulin បើយោងទៅតាមអង្គការសុខភាពពិភពលោកគាត់បានចែកពេលយើងដែលប៉ះពាល់ជាមួយសត្វឆ្កែឬក៏សត្វដែលអាចមានមេរោគបង្កជំងឺកាមរោគជា3 category ទី1ទី2ទី3 category ទី1នេះគឺគ្រាន់តែសត្វលិតឬក៏ប៉ះពាល់ទឹកមាត់សត្វហ្នឹងទៅលើស្បែកដែលមិនមានដាច់រលាត់ស្បែកដែលយើងមានសុខភាពល្អបើន័យថាយើងគ្រាន់តែលាងទឹកហើយនឹងសាប៊ូរយៈពេល15នាទីហ្នឹងហើយមិនត្រូវការចាក់វ៉ាក់សាំងឆ្កែឆ្កួតនោះទេហើយបើសិនជាឆ្កែក្រញ៉ៅខ្វាចតិចតួចដោយមិនមានការហូរឈាមនឹងចាត់ចូលទៅក្នុង category 2បើន័យថាត្រូវលាងសម្អាតមុខរបួសដោយទឹកនិងសាប៊ូរយៈពេល15នាទីហើយទៅចាក់វ៉ាក់សាំងហើយបើ category 3គឺមានរបួសខាំដាច់រលាត់ច្រើនកន្លែងនិងមានការខាំដាច់ស្បែកមានរបួសនឹងត្រូវលាងសម្អាតមុខរបួសជាមួយទឹកនិងសាប៊ូរយៈពេល15នាទីហើយទៅរកចាក់វ៉ាក់សាំងហើយនឹងចាក់ rabies immunoglobulin នេះជា rabies PAP 3ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោកនៅឆ្នាំ2024ជា3មួយដែលណែនាំគ្រូពេទ្យយើងក្នុងការផ្ដល់វិធីសាស្ត្រPAP នឹងដល់ជនរងគ្រោះដោយឆ្កែខាំឬក៏សត្វផ្សេងៗដែលសង្ស័យថាមានជំងឺឆ្កែឆ្កួតហើយនេះជាវិធីសាស្ត្រ Rabies PAP ដែលខ្ញុំបានដកស្រង់ចេញពី US CDC ដែលចេញផ្សាយនៅខែតុលាឆ្នាំ2025គេចែកជនរងគ្រោះដែលប៉ះពាល់ដែលអាចឆ្លងជំងឺឆ្កែឆ្កួតហ្នឹងជាពីរក្រុមទី1ហ្នឹងគឺជនរងគ្រោះអត់ធ្លាប់ចាក់វ៉ាក់សាំងមកការជំងឺឆ្កែឆ្កួតពីមុនមកទេជនរងគ្រោះត្រូវចាក់ Human Rabies Immunoglobulin ប្រសិនបើអាចរកបានគឺត្រូវចាក់នៅជុំវិញមុខរបួសឆ្កែខាំហ្នឹងបន្ទាប់មកគឺត្រូវចាក់វ៉ាក់សាំងឆ្កែឆ្កួតហ្នឹង1 ml ចាក់សាច់ដុំដើមដៃចាក់4បញ្ជុលគឺ schedule ចាក់គឺ0 3 7និង14ថ្ងៃហើយបើជនរងគ្រោះមានប្រព័ន្ធភាពស៊ាំខ្សោយមានបញ្ហាប្រព័ន្ធភាពស៊ាំត្រូវចាក់5បញ្ជុល0 3 7 14និង28 0នេះបានន័យថាបញ្ជុលទី1ហើយបញ្ជុលទី2 3ថ្ងៃបន្ទាប់ពីបញ្ជុលទី1ហើយបញ្ជុលទី3គឺ7ថ្ងៃបន្ទាប់ពីបញ្ជុលទី1ហើយបញ្ជុលទី4គឺ14ថ្ងៃបន្ទាប់ពីបញ្ជុលទី1និងបញ្ជុលទី5 28ថ្ងៃរាប់ចាប់ពីបញ្ជុលទី1
ហើយចំពោះជនរងគ្រោះដែលគាត់ធ្លាប់ចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតពីមុនមកហើយគឺមិនតម្រូវឲ្យជនរងគ្រោះនោះចាក់Human Rabies Immunoglobulin នោះទេដែលជាប្រភេទអង្គការប្រឆាំងនឹងមេរោគឆ្កែឆ្កួតជនរងគ្រោះគ្រាន់តែចាក់វ៉ាក់សាំងឆ្កែឆ្កួតតែ2មជ្ឈុលប៉ុណ្ណោះគឺ0.1 ml នៃចាក់សាច់ដុំដើមដៃហ្នឹងហើយ schedule ចាក់គឺចាក់មជ្ឈុលទី1និងមជ្ឈុលទី2 3ថ្ងៃបន្ទាប់ពីមជ្ឈុលទី1នេះបើយោងទៅតាម USCDC ការធ្វើរោគវិនិច្ឆ័យជំងឺឆ្កែឆ្កួតយើងមាន challenge ដែរពីព្រោះមេរោគបង្កជំងឺឆ្កែឆ្កួតហ្នឹងយើងពិបាក isolate វាណានៅពេលដែលមានការបង្ករោគដំបូងឬក៏មិនទាន់ចេញរោគសញ្ញាដល់តែអ្នកជំងឺធ្លាក់ខ្លួនឈឺមានរោគសញ្ញាហើយគឺយើងអាចធ្វើតេស្តដើម្បីដឹងថាគាត់នឹងមានឆ្កែឆ្កួតឬក៏អត់ហើយយើងអាចធ្វើសំណាកដោយ skin biopsy អាចបូមទឹកខួរឆ្អឹងខ្នងយកទៅមើលឬក៏យកសំណាកនៅទឹកមាត់ឬក៏ទឹកភ្នែករបស់អ្នកជំងឺហើយបើសិនជាសាកសពអានឹងយើងអាចធ្វើ brand របស់គាត់កោសិកាខួរក្បាលរបស់គាត់ដើម្បីទៅពិនិត្យមើល antibody ប្រឆាំងនឹងមេរោគឆ្កែឆ្កួតហើយយើងដឹងហើយការព្យាបាលជំងឺឆ្កែឆ្កួតកាលណាមានចេញរោគសញ្ញាហើយគឺมันមានវិធីសាស្ត្រព្យាបាលគាត់ឲ្យបានជាសះស្បើយនោះទេ no cure គឺអ្នកជំងឺហ្នឹងគឺស្លាប់ស្ទើរតែទាំងអស់ហ្នឹងគឺ 100%ការបង្ការជំងឺឆ្កែឆ្កួតដូចយើងបានដឹងតាំងពី slide ដំបូងហើយភាគច្រើនយើងឆ្លងជំងឺឆ្កែឆ្កួតដោយសារសត្វចិញ្ចឹមនៅក្នុងស្រុកជាពិសេសសត្វឆ្កែនៅក្នុងស្រុកហ្នឹងឆ្កែចិញ្ចឹមបងប្អូនហ្នឹងដូច្នេះហើយដើម្បីបង្ការជំងឺនេះគួរតែនាំសត្វចិញ្ចឹមឆ្កែឆ្មាកំប្រុកកណ្ដុរទន្សាយហ្នឹងទៅចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវឲ្យបានគ្រប់ទៅតាមការវិភាគទៅតាមវិជ្ជាជីវៈរបស់គ្រូពេទ្យសត្វហើយជៀសវាងការប៉ះពាល់សត្វព្រៃការផ្ដល់ចំណីអាហារដល់សត្វព្រៃពីព្រោះសត្វព្រៃភាគច្រើនគាត់មានផ្ទុកមេរោគបង្កជំងឺឆ្កែឆ្កួតដែរហើយបើយោងទៅតាមអង្គការសុខភាពពិភពលោកអ្នកដែលមានហានិភ័យដែលអាចឆ្លងជំងឺឆ្កែឆ្កួតហ្នឹងគួរតែចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតដែលយើងហៅថា Rabies Pre-exposure Prophylaxis ចាក់តែ2មជ្ឈុលទេចាក់មជ្ឈុលទី2បន្ទាប់ពីមជ្ឈុលទី1ហ្នឹងរយៈពេល7ថ្ងៃសម្រាប់អ្នកដែលគិតថាខ្លួនហានិភ័យនឹងជំងឺឆ្កែឆ្កួតដូចជាអ្នកលក់សាច់ឆ្កែពេទ្យសត្វអ្នកចូលចិត្តទៅចូលក្នុងព្រៃដែលទៅប៉ះសត្វព្រៃប្រជៀវជាពិសេសសត្វប្រជៀវហើយពេទ្យមនុស្សពេទ្យសត្វហ្នឹងពេទ្យសត្វពេទ្យមនុស្សហ្នឹងក៏ប្រឈមដែរជួនកាលគាត់ចូលសហគមន៍ចូលយុទ្ធនាការវ៉ាក់សាំងឯដើរតាមភូមិតាមស្រុកប្រជាជនហ្នឹងអាចប៉ះសត្វព្រៃឬក៏ឆ្កែនៅភូមិខំដែរអញ្ចឹងហើយអ្នកណាក៏ដោយឲ្យតែគិតថាខ្លួនអាចប្រឈមនឹងសត្វខំគឺគួរតែចាក់វ៉ាក់សាំងហើយចាក់តែពីមជ្ឈុលទេមជ្ឈុលទី2គឺបន្ទាប់ពីមជ្ឈុលទី1រយៈពេល7ថ្ងៃម្ហូបអាហារបន្លែផ្លែឈើដែលយើងបរិភោគត្រូវមានសុវត្ថិភាពជៀសវាងការប៉ះពាល់ដល់សត្វព្រៃជាពិសេសសត្វប្រជៀវសត្វជ្រឹងសត្វក្ប្រុកអីហ្នឹងអាចមានផ្ទុកមេរោគបង្កជំងឺឆ្កែឆ្កួតជៀសវាងការបរិភោគបន្លែផ្លែឈើជាពិសេសផ្លែឈើឃើញស្នាមសត្វកកេសត្វស៊ីហើយយើងយកមកទទួលទានដដែលសត្វហ្នឹងគឺអាចឆ្លងរោគជាពិសេសរោគឆ្កែឆ្កួតហ្នឹងសត្វយើងជួនកាលមើលទៅមានសុខភាពល្អធម្មតាទេ animal seem fine ប៉ុន្តែនៅក្នុងទឹកមាត់របស់សត្វទាំងនោះអាចមានផ្ទុកមេរោគបង្កជំងឺឆ្កែឆ្កួតហ្នឹងជាច្រើនថ្ងៃមុននឹងស្ដែងចេញជារោគសញ្ញានៃជំងឺឆ្កែឆ្កួតចំពោះសត្វហ្នឹងដូច្នេះហើយជៀសវាងការលិតមាត់សត្វលិតមាត់ឆ្កែហ្នឹងឲ្យឆ្កែលិតមាត់លិតស្នាមរបួសហ្នឹងជៀសវាងទៅដើម្បីកុំឲ្យមានជំងឺឆ្កែឆ្កួតជំងឺដ៏សាហាវនេះហើយសត្វចិញ្ចឹមរបស់យើងហ្នឹងគួរតែយកគាត់ទៅចាក់វ៉ាក់សាំងតាមវិជ្ជាពេទ្យសត្វជំងឺឆ្កែឆ្កួតហ្នឹងមានបន្ទុកធ្ងន់សម្រាប់ពិភពលោកដែរគឺមានការស្លាប់នឹងរហូតដល់ជាង 59,000 នាក់ជារៀងរាល់ឆ្នាំហើយជាពិសេសនៅតំបន់ជនបទនៃទ្វីបអាស៊ីយើងនិងទ្វីបអាហ្វ្រិកហើយ 40% នៃជនរងគ្រោះដោយជំងឺឆ្កែឆ្កួតហ្នឹងគឺក្មេងៗអាយុក្រោម15ឆ្នាំមេរោគបង្កជំងឺឆ្កែឆ្កួត Rabies virus ឬក៏ Lassa virus ហ្នឹងគឺឆ្លងតាមរយៈទឹកមាត់នៃសត្វដែលមានការបង្ករោគដោយមេរោគនេះហើយជាទូទៅគឺឆ្លងតាមរយៈសត្វខាំសត្វក្រញ៉ៅសត្វខ្វាចសត្វលិតទៅលើស្បែកដែលមានដាច់រលាត់សត្វលិតមាត់សត្វលិតភ្នែកឬក៏ទឹកមាត់សត្វហ្នឹងវាខ្ទាតចូលក្នុងមាត់របស់មនុស្សយើងខ្ទាតទៅលើភ្នែកច្រមុះរបស់មនុស្សយើងដូច្នេះហើយកុំឲ្យសត្វលិតមាត់ឬក៏យើងទៅលិតមាត់សត្វឆ្កែហ្នឹងគឺបើសិនជាឆ្កែយើងនឹងមានផ្ទុកមេរោគគឺអាចឆ្លងមេរោគឆ្កែឆ្កួតហើយការខ្វាចការក្រញ៉ៅរបស់សត្វដែលមានមេរោគក៏អាចឆ្លងមេរោគនេះដែរពីព្រោះសត្វទាំងអស់នោះវាចូលចិត្តលិតក្រចករបស់វាហើយបើទឹកមាត់វាមានមេរោគឆ្កែឆ្កួតកាលណាវាលិតក្រចកគឺមេរោគទាំងអស់ហ្នឹងមកប្រឡូកប្រឡាក់នៅលើកញ្ចក់សត្វទាំងអស់ហ្នឹងហើយវាខ្វាចវាក្រញ៉ៅមនុស្សយើងគឺអាចនាំមេរោគឆ្កែឆ្កួតហ្នឹងចូលទៅក្នុងខ្លួនមនុស្សយើងបានគំនិតមាត់ឆ្កែ